បាទស្ដីពុំមែនបងប្អូនគ្នាបាទនេះគឺជាត្រីនៅខេត្តកដឹកបាទសិតតកូនត្រីឡើងនឹងចាងអញ្ចឹងណាអូឡកច្រើនមែនទែនបាទជម្រាបសួរបងប្អូនបាទថ្ងៃនេះមកមើលអ៊ំនិងចៅគាត់កំពុងតែរៀបចំបោះបង្គោលដាក់ចាងដាក់ទ្រូងអញ្ចឹងណាដោយសារតែខែហ្នឹងគឺជាខែស្រូវបែកស្រូវផ្កាអញ្ចឹងណាគឺសម្បូរត្រីឡើងចុះច្រើនមែនទែនបាទឥឡូវគាត់កំពុងតែដំបង្គោលបាទនេះគាត់កំពុងតែចងដើម្បីដាក់រាយខ្នោះពេលច្រើនគេហៅពីមុនគេហៅខ្នោះប៉ុន្តែយើងហៅចាងអញ្ចឹងណាដើម្បីដាក់ឲ្យបិទចិត្តមុខហូរទៅយើងដាក់ទ្រូទៅត្រីវាចូលច្រើនដូចនៅក្បាលវីដេអូអញ្ចឹងណាឡើយនោះចៅគាត់កំពុងតែចោះលេងទឹកជាមួយតាអញ្ចឹងណាឡើយនឹងត្រីច្រើនមែនទេបងប្អូនត្រីឡើងចុះច្រើនមែនទេបាទឥឡូវគាត់កំពុងតែរៀបចំចិត្តហើយបងប្អូនចាំមើលទាំងអស់គ្នាបាទព្រោះកន្លែងហ្នឹងគឺមានមុខទឹកតែមួយត្រីឡើងចុះបាទឥឡូវនេះគឺជាសកម្មភាពគាត់កំពុងតែរាយចាងដើម្បីដាក់បិទឲ្យចិត្តដើម្បីទុកប្រឡោះដាក់ទ្រូអញ្ចឹងណានេះបងប្អូនបាទគាត់រៀបចំជើងចាងឲ្យស្អាតដើម្បីកុំឲ្យច្រោះទៅត្រីវាចូលអញ្ចឹងវាចូលទ្រូអញ្ចឹងណាចាងគាត់ច្រើនដែរគាត់ដឹកមកល្មមដែរអ្នកចៅគាត់ដឹកមកទាំងព្រឹកបាទខែហ្នឹងទឹកត្រជាក់ណាស់ហ៊ានចោះទឹកទេបងប្អូនប៉ុន្តែគាត់ហ៊ានចោះបាទចាំមើលសកម្មភាពរបស់គ្នាបងប្អូនអ្នកស្រុកស្រែបានយល់អារម្មណ៍មួយនេះបាទហើយកុំភ្លេចជួយ Subscribe ម្នាក់មួយផងដោយសារតែដៃថ្មីមិនសូវចេះនិយាយទេបងប្អូនអើយនិយាយបានខ្លះអញ្ចឹងណានេះគាត់កំពុងតែរៀបចំមើលកន្លែងដោតបកគោនឹងដាក់ចាងបន្ថែមទៀតបាទនេះកន្លែងនេះគាត់កំពុងតែដាក់មួយចាងទៀតចិត្តផុតហើយបងប្អូនហើយគាត់ក៏បាននិយាយលេងជាមួយខ្ញុំដែរដោយសារតែខ្ញុំជិះម៉ូតូឆ្លងកាត់ទៅក៏ឆ្លៀតថតដើម្បីជូនបងប្អូនបាទឥឡូវនេះគឺដាក់រួចហើយបងប្អូននេះមើលនេះសត្វតកូនត្រីវាឡើងទៅរួចបាទវារោបឡោះចូលទ្រូបាទត្រីច្រើនមែនទែនគេនេះក៏ដាក់មកស្អាតបរិយណាត្រីគ្មានឆ្លងផុតមកមួយទេបាទអាកន្លែងគ្រប់ស្មើនឹងគឺត្រីចូលច្រើនមែនទែនបាទហៅលេងណាអរគុណច្រើន